លោកប៉ាតែមិនប៉ាត្រូវតែកាន់ដៃតែមកអាចជាប់នេះកុំឲ្យអ្នកបាត់ទៅអសោះខ្ញុំជួយកាន់អ្នកទៅពីយកចិត្តទុកដាក់កាន់ដៃគ្នាទៅបានថ្ងៃនេះឆ្លាញ់យ៉ាងនេះតែចង់បានអង្ប៉ាធំមែនទៅបងសំឡាញ់ប៉ាជាសំខាន់ថាថ្ងៃនេះក៏អាចដូចជាឆ្នាំថ្មីយ៉ាងអញ្ចឹងដែរបងក៏សង្ឃឹមថាថ្ងៃដែរក៏ដូចជាថ្ងៃនេះអញ្ចឹងដុតផាហើយបោះមិនចាប់ឡើងធ្វើស្អីហ្នឹងបងសម្បត្តិក៏តែច្បាស់នេះដែរយើងឆ្លងចាំដែរឆ្នាំនេះនាងចង់ទៅមន្ទីរពេទ្យលោកស្មានថាខ្ញុំចង់ហ៎ខ្ញុំហើយមិនបានជំរាបប្រើកៅអីមួយនេះខ្ញុំមិននឹងអាចរើសកៅអីទៀតទេខ្ញុំបើវាខលទៅហើយខ្ញុំយកបោះចោលក្បាលនេះអីទៅតែយកប្រអប់ឧបករណ៍មកអូលោកថាកែប្រអប់ឧបករណ៍នាងទិញមែនហើយចូលឆ្នាំត្រូវមានបរិយាកាសនៃឆ្នាំថ្មីបន្តិចខ្ញុំឲ្យនាងទិញទៅទេខ្ញុំក៏មិនបានប្រើលុយរបស់លោកដែរនេះនិយាយថាគ្មានលុយទិញចូលឆ្នាំក៏គ្មានអ្នកណាមកនាងទិញច្រើនយ៉ាងនេះបានអ្នកណាញ៉ាំទៅអាយ៉ាចូលឆ្នាំថ្មីនិយាយពីខ្មៅស្អីទៅអត់ប្រមាណគល់ខ្លាំងណាបើពិតជាគ្មានអ្នកណាញ៉ាំទេនោះខ្ញុំញ៉ាំជាមួយអាតាលោកថៅកែកន្ត្រកអំណោយដែលលោកឲ្យខ្ញុំយកពីក្រុមហ៊ុនមកត្រូវដាក់នៅកន្លែងណាទៅណែដាក់ត្រង់នេះទៅលោកថៅកែឡានបានពូលារួចហើយលោកនឹងមានអ្វីចង់ធ្វើទៀតហើយបានជាយូរយ៉ាងនេះឯងទៅស៊ីពោះខ្ញុំមិននឹងហ៊ានទៅលោកមានសំណុំពរខ្ពស់យ៉ាងនេះឡានត្រូវពូលារហូតដល់ឆ្លុះមុខរបស់លោកឃើញដែរហើយមិនងាយស្រួលទេតែទៀតខ្ញុំត្រូវពិនិត្យលោកថៅកែខ្ញុំអាចសុំបើកប្រាក់ខែក្រោយបានទេអាចមានកម្មតន់កុំព្យូទ័ររបស់កូនស្រីខ្ញុំខូចចង់ទិញអាថ្មីពេលធម្មតាអញក៏គ្មានប្រាក់សន្សំនោះទេមិនមែនខ្ញុំថាមិនចង់ឲ្យអញនោះទេក្នុងរោងចក្រខ្ញុំមានបុគ្គលិកច្រើនយ៉ាងនេះហើយបើម្នាក់សិទ្ធិសំបើកមុនអញ្ចឹងរោងចក្ររបស់ខ្ញុំអាចមានបានទេលោកគឺនិយាយត្រូវគឺខ្ញុំកំពុងតែយល់សពរីឆ្នាំថ្មីអញត្រូវនឹងទៅផ្ទះវិញទៅផ្ទះហើយពេលនេះមកប្រហែលហើយថ្ងៃនេះជាថ្ងៃឆ្លងឆ្នាំអញ្ចឹងថាយ៉ាងម៉េចលោកថាកែថ្ងៃឆ្លងឆ្នាំគឺធ្វើការងារកន្លះថ្ងៃអញ្ចឹងប្រាក់ខែរបស់នេះនៅថ្ងៃនេះខ្ញុំអាចឲ្យនាងពាក់កណ្ដាលបានទេទីនេះមិនមែនស្ថាប័នរាជការទេនេះពួកឯងម្នាក់នេះការងារអត់បានល្អទេហើយចេះតែមកផឹងភ្នែកគេបើខ្ញុំធ្វើការទេនោះលោកមិនអាចឲ្យលុយទៅកុហកខ្មោចទេលោកថៅកែបើធ្វើយ៉ាងនេះលោកមិនពេញចិត្តដែរអញ្ចឹងខ្ញុំសូមលាឈប់ខ្ញុំមិនបើប្រាក់ខែពួកឯងមុនពេលនេះឯងយកការសុំលាមកគម្រាមខ្ញុំមួយជីវិតខ្ញុំនេះស្អប់អ្នកណាមកគម្រាមខ្ញុំអត់ផងពួកឯងចេញទៅខ្ញុំក៏អាចទៅបានដែរអញ្ចឹងខ្ញុំពិតជាទៅមែនហើយថ្ងៃប្រាំងការខ្ញុំនឹងធ្វើការវិញខ្ញុំមិនចង់និយាយលើកទី2ទេលោកតកែរីកឆ្នាំថ្មីហើយនេះអញតទៅវិញខ្ញុំស្មានទៅលោកមកវិញហើយបន្ទប់មួយនឹងតបាត់ភ្លើងក្រែងខ្ញុំប្រាប់ហើយពេលចេញត្រូវបាត់ភ្លើងផងខ្ញុំនៅរំលឹកពួកគេហើយកៅអីរបស់លោកគួយច្រើនឆ្នាំមកហើយយល់អត់ឆ្លៀតពេលឆ្នាំថ្មីជួយបដូរកៅអីថ្មីលោកចុះនៅក្បែរនេះមានរោងចក្របញ្ចុះតម្លៃមិនសូវថ្លៃទេទៅអញអង្គុយបានចេះតែអង្គុយទៅតែបើសិនជាលោកមកទៅហើយខ្ញុំឲ្យលោកមើលរបស់នេះចុះម៉ាស៊ីនផលិតដែលឲ្យខ្ញុំរកមុននេះគឺខ្ញុំរកបានជាមួយគាត់គុំពីនេះហើយ OKK គឺ Akira model គឺដូចគ្នាប៉ុន្តែតម្លៃរបស់ OKK គឺខ្ពស់បន្តិចហើយប្រហែលជាខ្ពស់ជាង 8% គួរទៅរក OKK វិញទៅ
អត្រាទីផ្សាររបស់ពួកគេឡើងខ្ពស់សេវាកម្មលក់ដូរល្អថ្លៃបន្តិចក៏មិនដែរ អូខេនៅមានទៀតគឺចែកអង្គើឲ្យបុគ្គលិកនៅក្នុងឆ្នាំនេះលោកចង់ឲ្យប្រមាណ រឿងតូចតាចបែបនេះឯងសម្រាប់ចិត្តខ្លួនឯងទៅ ឆ្នាំមុនពួកយើងឲ្យ$8យល់អត់ឆ្នាំនេះយើងឲ្យ$10ទៅល្អគ្រប់10ជាភ្នូល្អ ខ្ញុំនៅតែចូលចិត្តតួលេខមួយនេះ អញ្ចឹងគឺ18ទៅចុះ 18ស្លាប់ប៉ាមិនព្រោះទេ ខ្ញុំយល់អត់ដូចដើមដូចជាឆ្នាំមុនយ៉ាងអញ្ចឹងឲ្យ$8បើគ្មានអីទេខ្ញុំទៅផ្ទះវិញហើយ Hello នេះគឺជារបស់នាងនេះគឺជារបស់នាងតំជើងអរគុណហើយណាឆ្លងឆ្នាំថ្មីមួយខែមួយចង់តែងដែរទេអ្នកនាងខែចូលឆ្នាំថ្មីតែងមួយខែមួយអ្នកនាងចង់តែងដែរទេអីវិញសុំទៅផងនាងគឺខ្ញុំគឺមេអញឃើញហើយហ៎ពីមកស្នាក់នៅទៅមកផ្ទះអញក្រោយមកតាក៏រើទៅបានអូសួស្ដីមិនក៏អញមកលក់អីវ៉ាន់នៅទីនេះអញ្ចឹងនេះគឺជាហាងដែលខ្ញុំបានហ៎លេងសើចមែនប៉ាអញរកស៊ីធំយ៉ាងនេះចាំបាច់លំបាកយ៉ាងនេះចាញ់មករកលុយបន្តិចនេះធ្វើអីទៅនោះជារបស់គាត់មិនមែនជារបស់ខ្ញុំទេខ្ញុំពិតជាស្ងប់ស្ងាញ់អញណាអញបើកហាងធ្វើជាតកែបានតាប់តែងបានស្អាតយ៉ាងនេះប្រកាសជាប៉ាអញឲ្យលុយអញបើកហាងឲ្យត្រូវទេអេតើអញចង់តែតំណែងចូលឆ្នាំអីក៏តែមួយថ្ងៃទៅបើមិនមែនតែសុំអញចេញទៅក៏មករំខានខ្ញុំធ្វើការរកស៊ីចូលឆ្នាំថ្មីតែមួយខែមួយចូលឆ្នាំថ្មីតែមួយខែមួយ នេះអត់ខ្ញុំតាមទៅកំប៉ុងបងមួយមុខតែបងទៅមក តាមទៅកំប៉ុងនេះលឹកចាំមកផ្លែ Hello ឯងឲ្យខ្ញុំទិញ សូមទោសផងឲ្យឯងជួយទិញឲ្យខ្ញុំណា គ្មានបញ្ហាទេនៅណាខ្ញុំជាអ្នកថ្មីទៅ អរគុណហើយនំចំណីទាំងអស់នេះយកទៅវិញទៅរបស់ មិន មេ រួម កា កា យ យ មើលរូបកម្ម ថ្ងៃនេះធ្វើការកន្លះថ្ងៃអ្នកទាំងអស់គ្នាទៅផ្ទះញ៉ាំបាយជុំគ្នាអស់ទៅហើយ វ៉ាទិញនំច្រើនម្លេះណាលោកតកែtôiចង់យកទៅវិញចែករំលែកឲ្យអ្នកផ្ទះអញ្ចឹងខ្ញុំមិនគួរតាមទេនេះរីកឆ្នាំថ្មីរីកឆ្នាំថ្មីអរគុណណា សុំទៅផងថ្មីលោករងចាំហើយមាននាយកប្រមាណអ្នកដែលត្រូវប្រជុំភ្លាម មិនអីទេមិនក៏ពួកគេប្រជុំនៅក្នុងថ្ងៃឆ្លងឆ្នាំ ពួកគេមិនមែនជាជនជាតិចិនទេថ្ងៃនេះនិយាយចំពោះពួកគេគឺដូចជាពេលធម្មតាយ៉ាងអញ្ចឹងហើយ នេះហត់ហើយតែយើងពួកយើងឆាប់ទៅញ៉ាំបាយផ្ទះឲ្យបងយល់ថាពួកយើងគួរទៅញ៉ាំម្ហូបដែលមកអូនធ្វើទាំងអស់នោះទៅអូនមួយចុះគឺបងបានទិញនំចំណីខ្លះមិនដឹងថាគ្រប់ឬអត់ទេឬមួយក៏ទិញខ្យងសមុទ្រឬក៏ប៉ៅហឺទៅទៀតយ៉ាងណាក៏ជាការជួបជុំអាណាព្យាបាលដែរ ពួកយើងអាចញ៉ាំខ្លួនឯងបានទេ ហេតុអីទៅមានរឿងអីកើតឡើងមែនទេ ប៉ាម៉ាក់របស់ខ្ញុំឆ្លោះគ្នាបរិយាកាសនៅក្នុងផ្ទះមិនសូវល្អទេ ពួកគាត់ឆ្លោះគ្នាព្រឹកតបងមែនហើយខ្ញុំយល់អញ្ចឹង មិនមែនទេបងកំប្រតិកម្មយ៉ាងនេះអី អញ្ចឹងហេតុអីក៏មិនហ៊ាននាំបងទៅផ្ទះញ៉ាំបាយជួបជុំគ្នា មិនមែនមិនហ៊ានទេគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះទេ សូមទោសផងធ្វើឲ្យអូនពិបាកចឹង វ៉ៃវ៉ាន់ អ្នកលោកមានចំណូលចិត្តដែរទេឱកាសកម្រមានផ្ទះ5បន្ទប់តែជាង1លានតែប៉ុណ្ណោះ ជាង1លានស្មើតិចណា តម្លៃថោកក៏ពួកយើងមានដែរលោកមើលផ្ទះបន្ទប់3នេះចុះមកដល់40,000ទេបរិយាកាសស្រស់ស្អាតចរាចរណ៍ងាយស្រួលពេលនេះពួកយើងក៏មានកម្មវិធីឆ្នាំថ្មីមើលចុះជូនអង្គការ ខ្ញុំមានផ្ទះផ្ទាល់ខ្លួនឯងខ្ញុំមិនអាចទិញផ្ទះថែមទៀតទេលោកជាភ្នាក់ងារអចលនទ្រព្យគូត្រឹងច្បាស់ហើយខ្ញុំតាមខ្ញុំទៀតទេបើលោកនៅតាមខ្ញុំទៀតខ្ញុំនឹងដឹងលីក មកទិញ3ថែ1មកតកែមកមើលលោកតកែតោះចាំមើលតិចទៅ3ថែ1 មួយជីមួយប្រអប់$4 3ប្រអប់$10លោកថៅកែនៅចូលមួយប្រអប់ទៅអីតើទិញដែរទេជួយទិញផងទៅពេលលក់អស់ខ្ញុំគឺអាចឆាប់បិទតូបទៅញ៉ាំបាយផ្ទះ ខ្ញុំក៏ចង់ជួយទិញដែរប៉ុន្តែខ្ញុំមិនចូលចិត្តនំនេះទេមួយប្រអប់$4ទៅប្លន់គ្នាទៅ
ហើយលោកដើរបុកខ្ញុំហើយ សុំទូមួយប្រអប់$4ត្រូវការដែរទេមកជួយខ្ញុំចង់ញ៉ាំ សុំមួយបាទ អរគុណតា អរគុណហើយរីករាយឆ្នាំថ្មី បងដែរខ្ញុំមកដល់ហើយ បងប្រេ មកហើយហី ឯណាវា បងក៏ចង់ដឹងដែរណែនំឆ្នាំថ្មីយកទៅញ៉ាំទៅ អរគុណ កុំគួរស្ដាប់អីយ៉ាងណាថ្ងៃនេះលក់មិនអស់បងក៏យកទៅបោះចោលដែរ អញ្ចឹងពេលនេះឲ្យខ្ញុំជាអ្នកចេញចុះ ចាំមកដាក់ជើងរបស់អ្នកđangលឿនជាងទៅ ហ៎ខ្ញុំក៏បាក់ជើងឲ្យមិននឹងអាចទៅដើមឈ្នះបងទៅ មិនក៏ឯងនិយាយបែបនេះអញ្ចឹង ខ្ញុំនិយាយលេងទេ មិនក៏ស្រាប់តែកែប្រែកំណត់មិនទៅញ៉ាំបាយនៅផ្ទះខើអញ្ចឹងហាត់អីទៅកំងហូបសិនទៅមកមុខនេះគឺដូចជាមិនអន់ទេ កំងស្អីទៅប្រិយបងមិនទាន់មកដល់ទេ ប្តីអីទៅបងមិនតាន់រៀបការទេឯងចង់បានអាំងប៉ាក៏មិនមែនយកមកបែបនេះ នៅតែពីនៅជាមួយគ្នាយូរយ៉ាងនេះដូចជាប្រិយប្រពន្ធចាស់ទៅហើយខុសគ្នាដែរទេ និយាយច្រើនមែន មិនក៏គាត់នៅទីនេះអញ្ចឹងបងហៅគាត់មក អញថាតើអាចដែរទេ ខ្ញុំចង់ទៅរៀននៅបរទេស អញចង់ទៅរៀននៅណាទៅ លទ្ធផលប្រឡងរបស់ឯងចូលមហាវិទ្យាល័យក្នុងស្រុងបានទេ បានគឺបាន អញ្ចឹងហេតុអីចង់ទៅឆ្ងាយ ខ្ញុំចង់ដល់ពិសោធន៍ពីជីវិត ហើយចង់ពិសោធន៍នៅក្នុងជីវិតអញ្ចឹងទៅធ្វើការនៅរោងចក្របាទទេ តាខ្ញុំគ្មានចំណូលចិត្តចំពោះគ្រឿងបរិភោគទេ ហើយនេះឯងមិនចង់បន្តវេនខារុស៊ីរបស់បាទទេបើបាននេះទៅហើយនោះចាប់ពីពេលនេះតទៅកុំលាដៃសុំលុយបាទទៀតទៅរកលុយចាយខ្លួនឯងទៅ តែរៀននៅបរទេសល្អអញស្គាល់មិត្តភក្តិថ្មីបានក៏អាចពង្រីកខ្សែចក្ខុបានដែរ ពង្រីកចក្ខុមានជីវិតផ្សេងទៀតមិនថាទៅរៀននៅបរទេសនោះទេអូនក៏ដឹងមានមនុស្សប្រមាណអ្នកគេគឺចង់មករៀននៅសិង្ហបុរីវិញហើយកូនប្រុសរបស់អូនបើជាចង់ទៅក្រៅវិញ ប៉ាចេះតែចំទាស់ប៉ុណ្ណោះសូមឲ្យតែខ្ញុំចង់ចូលរៀនអ្វីជ្រើសរើសអ្វីក៏ប៉ាមកសួរ បានបាយសួរទេថ្លៃសាលាថ្លៃជីវភាពបូករួមចូលគ្នាទាំងអស់ឯងមិនត្រូវចេះរកលុយផងក៏ចេះចាយលុយ ប៉ាក្រស្ដាយលុយប៉ាតែប៉ុណ្ណោះទេមិនថាប៉ាគ្រប់គ្រងឬអត់ខ្ញុំបានសម្រេចចិត្តហើយ តអញយល់ថាប្រចាំនៅបរទេសមូលនោះអញ្ចឹងឯងទៅរកទីខ្លួនឯងទៅកុំសុំលុយម៉ាត់របស់ឯងអូនកុំឲ្យលុយវាសោះ ប៉ាទុកចិត្តចុះខ្ញុំធ្វើការបដាខ្ញុំរៀនបដាមិនអាចខ្ជិះខ្ជាយលុយប៉ាទេ ជិលអស់ឯងនិយាយឲ្យធ្វើបាន ចាំនិយាយទៀតទៅប៉ាម៉ាក់ខ្ញុំនាំមិត្តភក្តិម្នាក់មកវិញហើយ លោកពូអ្នកមីងសួស្ដី សួស្ដីពួកយើងកំពុងតែញ៉ាំបាយហ្មងចង់មកញ៉ាំបាយជាមួយគ្នាទៅយកបាយមកមិនក៏នាំមិត្តភក្តិមកវិញមិនចង់ត្រាំអញ្ចឹងចង់ផ្ដល់ភាពភ្ញាក់ផ្អើលម្នាក់ដល់អ្នកទាំងពីរហ្នឹងទេអ្នកទាំងអស់គ្នាញ៉ាំបាយទៅញ៉ាំទៅ បើចង់ដឹងពួកឯងស្គាល់គ្នាយូរប៉ុណ្ណាហើយ ជាង1ឆ្នាំហើយ ថ្ងៃនេះគឺគ្រប់មួយឆ្នាំល្មមនៅជាមួយគ្នា8ខែហើយ ពេលនេះអ៊ីវិនត្រូវយកចិត្តទុកដាក់នឹងរៀនសូត្រមិនអាចបែកអារម្មណ៍ទេ ការសិក្សារបស់អ៊ីវ៉ាន់ល្អយ៉ាងនេះគេចេះគិតខ្លាំងណាស់គេដឹងច្បាស់ហើយ សុំសួរឯងរៀនចន់នៅមហាវិទ្យាល័យមួយណាទេ ខ្ញុំមិនបានជួយរៀនមហាវិទ្យាល័យទេគឺខ្ញុំរៀនខាងវិទ្យាសាស្ត្រវិស្វកម្ម វាគឺជាអ្នកចម្រៀងនិពន្ធខ្លួនឯងមានទេពកោសល្យណាស់វីដេអូនៅក្នុងបណ្ដាញសង្គមមានគេចូលចិត្តច្រើនខ្ញុំឲ្យអ្នកទាំងពីរមើលចឹងហើយ មិនច្បាស់អញ្ចឹងពេលនេះឯងធ្វើការអ្វីទៅមានដើម្បីចិញ្ចឹមជីវិត សំខាន់គឺខ្ញុំសរសេរចម្រៀងលក់ demo ជួនកាលអាចនឹងច្រៀងតាមផ្លូវ អញ្ចឹងមានន័យថាអត់មានការងារដែរត្រឹមត្រូវ ច្រៀងក៏ទុកថាជាការងារមួយដែរ មែនទេប៉ុន្តែទុកចិត្តបានលុះត្រូវតែល្បីខ្លាំងបើមិនចឹងទេចិញ្ចឹមគ្រួសារបានយ៉ាងម៉េចទៅ ញ៉ាំបាយជុំគ្នាគួរតែសប្បាយរីករាយបងចាំនិយាយព្រឹងទាំងអស់នេះទៀតទៅ ត្រូវសុំសួរឯងអត់មានតែផ្ទះទេមិនគុំទៅញ៉ាំបាយជុំគ្នាជាមួយអ្នកទេ ពេលថ្ងៃត្រង់ខ្ញុំញ៉ាំបាយជាមួយពួកគាត់រួចហើយ សុំទៅផងគ្រួសារយើងមានន័យមួយពេលញ៉ាំបាយចូលឆ្នាំមិនទម្លាប់មានអ្នកក្រៅចូលរួមនោះទេ យល់ហើយអញ្ចឹងខ្ញុំវាហើយ ឈប់សិនខ្ញុំទៅជាមួយបងដែរ ចៃវិនគួយចូលទៅស្គាល់គ្នាបានប្រហែលខែក៏ចង់ទៅជាមួយគេបាយឆ្លងឆ្នាំមិនញ៉ាំពួកឯងម្នាក់សិតតែមានស្លាប់ដោះហើយចង់ហៅទៅណាក៏ហៅទៅពេលនេះប៉ាម៉ាក់គឺអាក្រក់ចំពោះពួកឯង មានអ្នកខ្លះមិនដឹងថាបញ្ហាកើតឡើងនៅត្រង់ណាជារៀងរហូត ឯងនិយាយម្ដងទៀត ដាក់មកខ្ញុំនឹងវាចេញទៅញ៉ាំបាយហើយ ឯងវិន ចាប់សិន
ពួកយើងតែងតែញ៉ាំបាយជាមួយបងស្រីអញទៅបងមិនចូលចិត្តឲ្យមានអ្នកក្រៅណែបងក៏នៅតែញ៉ាំបាយតែម្នាក់ឯងតាមសម្រួលចុះ ពួកឯងបាយទៅទេខ្ញុំទៅ ចាំសិនថ្ងៃនេះខ្ញុំនឹងហាត់ពេញមួយថ្ងៃរៀបចំបាយជុំគ្នាមួយពេលនេះទាំងអស់គ្នាត្រូវតែញ៉ាំឲ្យអស់សិនចាំទៅថ្ងៃនេះជាយប់ឆ្លងឆ្នាំមានរឿងអ្វីញ៉ាំរួចចាំនិយាយគ្នាទៀតបងញ៉ាំដែរទេ នៅតែមានរូបភាពបែបនោះទៅដែរសមត្ថភាពពិភពលោកតែមុនគឺត្រូវស្ដាប់តាមគាត់ កំពុងតែបញ្ចុះបញ្ចូលទៅយូររកកន្លែងមួយឲ្យគាត់ញ៉ាំបាយហើយ ខ្ញុំមានតែម្ដងប៉ុណ្ណោះខ្ញុំគ្រាន់តែចង់ញ៉ាំកាទៀវសាច់គោមួយចាន សូមទូផងអត់ឲ្យ3កើតហើយចាំលោកមកម្ដងទៀត បើខ្ញុំឲ្យតម្លៃឈុត2ចានទៅលោកហើយខ្ញុំញ៉ាំតែឆាសាច់គោមួយចានតើបានទេខ្ញុំឲ្យលុយធីបលោក$50 អញ្ជើញចូល ពេលនេះទោះបីជាលោកជើងខ្ញុំចូលក៏ខ្ញុំញ៉ាំមិនចូលនិយាយពីវិន័យអីទៅតាមពិតតែគ្មានវិន័យអីផងពួកលោកជួយតែកាចូលឆ្នាំបោកប្រាស់យលុយ បងប្រុសខ្ញុំជាអ្នកធ្វើការគេទេគឺសូមកុំធ្វើសុខពិបាកអីណាអ្នកទាំងអស់គ្នាសូមទូផងរំខានអ្នកទាំងអស់គ្នាញ៉ាំបាយ អ្នកបើជួយធ្ងន់ចានេះហេតុអីក៏ប៉ាមកប្រាប់ពួកយើងអញ្ចឹង ហេតុអីក៏ពេលដែរអ្នកមកស្លាប់នោះប៉ាមិនកំដៅគាត់អញ្ចឹងហេតុអីក៏ប៉ាឲ្យគាត់នៅតែម្នាក់ឯង តើប៉ាកំពុងធ្វើស្អីទៅប៉ាកំពុងធ្វើអីហ៎ប៉ានិយាយទៅសងមកខ្ញុំវិញសងមកខ្ញុំវិញ ឆាប់ប្រាំងភ្លីទៅអរគុណហើយសំណាងល្អដែលមានលោកជួយអញ្ចឹងចុះខ្ញុំជួយលោកញ៉ាំមាន់បំពងចុះលោកពូសូមជឿ អរគុណ នៅតែធ្វើជាឆ្កែល្អជាងគ្រាន់តែបោកកន្ទុយដាក់គីគេអាណិតក៏ឲ្យស៊ីអោខ្ញុំ ជឿតែញ៉ាំទៅ នេះជាសាច់អ្វីទៅហេតុអីក៏ឆ្ងាញ់យ៉ាងនេះ សាច់មាន់មិនដែរញ៉ាំទេ ខ្ញុំធ្លាប់ញ៉ាំសាច់មាន់តែមិនដែរញ៉ាំឆ្ងាញ់យ៉ាងនេះទេវាឆ្ងាញ់មែន ពិតជាគួរឲ្យអាណិតមែន
ថ្ងៃឆ្លងឆ្នាំគឺនៅតែម្នាក់ឯង លោកក៏នៅម្នាក់ឯងដែរ ខ្ញុំគឺចូលចិត្តនឹងម្នាក់ឯងមិនដូចឯងនោះទេ នៅបច្ចុប្បន្នអស់មែនរីករាយឆ្នាំថ្មីរីករាយឆ្នាំថ្មី អរគុណ កុំកុសសំអី កុំទៅកុំដងខ្ញុំញ៉ាំទៅ លេងដៃទៅមិនក៏បានចឹង ហេតុអីក៏លោកដេញតាមមនុស្សស្រីម្នាក់នោះចឹង នោះស្រីណានោះជាប្រពន្ធខ្ញុំ ប្រពន្ធរបស់លោកអត់ដូចអីតិចសោះ អញធ្លាប់ជួបប្រពន្ធខ្ញុំឯងមិនធ្លាប់ជួបផងមិនក៏ដឹងថាមិនដូច លោកអាចធ្វើជាមនុស្សល្អដល់ទីបំផុតទេគឺឲ្យខ្ញុំទៅមើលទឹកផ្ទះលោកផង ខ្ញុំមិនជំនួសល្អទេមិនទទួលយកជនអនាថាទៅឯងទេ អឺ 雨卷起斜阳，心无处安放。我不自觉仰望，顺着回忆方向，却 មានភ្ញៀវដូចនឹងស៊ីម្នាក់ចង់និយាយខារស៊ីជាមួយបងទៅមិនបាននោះទេ គ្រួសារយើងខាងតែបរទេសជាមួយគ្នាយូរណាស់ហើយ បងមិនទៅពួកអូនអាចទៅបានសម្បត្តិយន្តហោះបានកករួចហើយ សន្តាគេក៏កក់រួចដែរមិនអាចចាស់ជឿលើបានទេ អូនឈឺហើយនឹងចង់នាំកូនទៅដែរលេងទៀតអូនមិនចង់នោះទេបើបងដឹងថាអូនឈឺបងទៅជួបភ្ញៀវថ្មីទៅហើយបានចូលអូនប្រាប់បងថាអូនមានជំងឺមហារីកកាពះអ៊ីវិននិងអ៊ុយវិនមិនទាន់ដឹងរឿងនេះទេជឿអត់ទូរស័ព្ទហៅពួកគេមកវិញទៅ មិនបានទេបងហៅពួកគេមកវិញក៏ពួកគេជួយអញបានដែរបងក៏មិនខានពួកគេអី 不知不觉中渐渐走。 ជនអនាថាមិនបានចាញ់នៅទីនេះនេះហើយចូលមកយ៉ាងម៉េចទៅ ខ្ញុំច្បាស់ជាចូលតាមបនទ្វារហើយរបស់មួយដបនេះឆ្ងាញ់ណាស់ នេះអញហែកគឺចប់អំណោយរបស់ខ្ញុំទៀត របស់នេះក៏ឆ្ងាញ់ដែរលោកចង់ញ៉ាំទៅ អញឆាប់ចេញទៅមិនអញ្ចឹងខ្ញុំនឹងដឹងប៉លី ប៉ណ្ដឹងប៉លីសធ្វើអី ប៉ណ្ដឹងប៉លីចាប់ឯងសម្រុកចូលមកផ្ទះរបស់គេហើយក៏លួចញ៉ាំអាហាររបស់គេទៀត លោកពិតជាល្អសោចមែនចង់ប៉ណ្ដឹងប៉លីសចាប់ខ្ញុំហ៎ សិង្ហបុរីគឺជាប្រទេសដែលមានច្បាប់តឹងរ៉ឹងឲ្យតែឯងល្មើសច្បាប់ប្រកាសជាចាប់ឯងដាក់គុក ប៉លីសមកដល់គ្មានប្រយោជន៍នោះទេលោកប៉ណ្ដឹងប៉លីសតាមស្រួលចុះគឺខ្ញុំឡើងទៅខាងលើមើលសិន ហេណាហេអ្នកនេះពិតជាចម្លែកគេមិនដឹងថាចូលមកយ៉ាងម៉េចបាននោះទេនោះគេនៅទីនោះគេនៅទីនោះនោះទៅកណ្ដោទៅកណ្ដោ មានមនុស្សឯណាទៅ មកតាមខ្ញុំមកឆាប់ឡើង ចម្លែកមែនគេណាលឿនម្លេះ លោកស្នាក់នៅតែម្នាក់ឯងទេត្រូវការជួយទៅរោងដល់ផ្ទះឲ្យលោកដែរទេ មានន័យថាម៉េចនេះលោកយល់ថាខ្ញុំមានបញ្ហាមែនទេអមមិញពិតជាមានមនុស្សស្នុកចូលមកមែន តែពួកយើងបានរកសពផ្ទះទាំងមូលអត់ទៅហើយអ្វីក៏គ្មានដែរសុំទោសណាគឺអត់មានមនុស្សទេ គេប្រហែលជារត់បាត់ទៅហើយ ប្រហែលហើយលោកមានអ្វីត្រូវការជួយទេ បើគេបង្ហាញខ្លួនទៀតពួកលោកត្រូវតែចាប់គេព្រាម អូខេ ហើយនេះមនុស្សដែលចង់ឲ្យពួកគេចាប់នោះគឺជាខ្ញុំសូមទោសផងដែលធ្វើឲ្យលោកមកអត់ប្រយោជន៍បែបនេះនោះ គឺគេចាប់គេទៅនោះគេគណើទីនេះហើយចាប់គេទៅ រីករាយឆ្នាំថ្មីលោកឆាយ អេហើយបានជាពួកលោកត្រឡប់ទៅវិញគេនៅទីនេះចាប់គេទៅខ្ញុំប្រកាសជាប្តឹងពួកលោក បានហើយខ្ញុំបានប្រាប់លោកហើយហើយប៉ូលីសមកក៏គ្មានប្រយោជន៍ដែរតែលោកមិនជឿខ្ញុំលោកកំពុងធ្វើហ្នឹង ហេណាកុំចូលមកតែជាមនុស្សឬខ្មោចទៅ លោកអាចដើរមកស្ទាបខ្ញុំបានស្ទាបទៅ ខ្ញុំអត់មានចំណុចចិត្តស្ទាបទេនេះ ក្លិនមួយនេះពីដំបងហាត់ទៅដូចជាឈួលតែហាត់យូរទៅគឺក្រអូបគួរសម ហើយអាខ្មោចចង្រៃតែស្អីក៏មិនខ្លាចដែរមែនទេយកទៅ
ខ្ញុំមិនជាខ្មោចទេឲ្យលោកខ្ញុំឆ្លងមិនទៀតដែរលោកមិនអស់ចិត្តទេអីខ្ញុំចង់ឲ្យលោកស្ទាបខ្ញុំទេ អញមិនមែនជាខ្មោចទេអើយហើយបានជាភ្លាមមើលអញឃើញ ខ្ញុំចង់ឲ្យនរណាមើលខ្ញុំមិនឃើញអ្នកនោះគឺមើលខ្ញុំមិនឃើញទេ មិនអាចទៅ អនាគតអ្វីក៏អាចកើតមានដែរ តែឯងជានរណា ខ្ញុំគឺជាគួរនិយាយយ៉ាងម៉េចទៅទុកថាជាមនុស្សអតីតកាលទីចុះ ខ្មោចទៅជឿនេះឯងមានអំណរអីទៅ ខ្ញុំគ្រាន់តែជីផ្កាមើលសេះប៉ុណ្ណោះគឺមិនអាចធ្វើបាបលោកទេគឺកុំភ្ញាក់ផ្អើលពេក ឯងមិនជាប្រាសុភាសិតកុំនិយាយអីជាសេះមើលផ្កាកុំភ្ញាក់ផ្អើលខ្លាំងពេក មិនមែនខ្ញុំមិនចេះទេគ្រាន់តែខ្ញុំមិនចង់ឲ្យមានរឿង ខ្ញុំប្រាប់អញទីនេះមិនសួនស័នទេហើយក៏មិនមែនជាស្រាំទីគ្មានរបស់អ្វីឲ្យអញមើលនោះទេឯងធ្វើទៅ ឲ្យតែខ្ញុំអាចបញ្ជាក់ថាខ្ញុំជាមនុស្សអនាគតកាលគឺលោកអាចឲ្យខ្ញុំនៅទីនេះហើយមែនទេខ្ញុំឆ្លងភូមិមកដល់ទីកន្លែងនេះឧបករណ៍មួយនេះឯងពេលនេះគឺឆ្នាំ2024ត្រូវទេ ឯងនិយាយថានេះជាម៉ាស៊ីនឆ្លងភព មិនខុសទេវាគឺស្រាវជ្រាវដោយសាស្ត្រាចារ្យម្នាក់ថែមទាំងកែសម្រួលរបស់ខ្ញុំវាមានឈ្មោះថា Big X 688 ឯងនិយាយថាពឹងរបស់នេះក៏ឆ្លងភពមកដល់ទីនេះមែនទេនឹង មិនខុសទេគឺឆ្នាំ2060មក ឈ្មោះរបស់ឯងមិនមែនជាសេទីងតាំងទេ ខ្ញុំដឹងថាវាជានរណាតាមពិតវាបានរំលួចដល់គម្រោងការនៃការស្រាវជ្រាវច្រើនរបស់ពួកយើង ខ្ញុំផ្ដល់យោបល់ឲ្យឯងទៅជួយគ្រូពេទ្យចិត្តសាស្ត្រទៅ លោកនៅតែមិនជឿពេលដែលខ្ញុំនិយាយមើលត្រង់នេះមកឲ្យតែខ្ញុំចុចចូលឆ្នាំទៅគឺអាចឆ្លងភពទៅឆ្នាំនោះបានហើយ អស់ចា លោកជឿខ្ញុំហើយ ជឿ ល្អបានណាស់ចឹងទីបំផុតលោកជឿខ្ញុំហើយ និយាយចប់ហើយលោកអាចទៅ លោក បា កុហ ន កខ្ញុំណាលោកប្រហែលជាមិនជឿខ្ញុំទេដឹងលោកកុហកខ្ញុំហើយ ឯងគឺខកខ្ញុំមុនឯងស្មានខ្ញុំឈួតទេ លោកមិនជឿខ្ញុំក៏ហេតុតែចុះគឺជាការខូចខាតរបស់លោក បើកទ្វារបើកទ្វារទៅបើកទ្វារទៅបើកទ្វារបើកទ្វារទៅបើកទ្វារណ៎ណា ចាប់ក្រោកឡើងមកក្រោកឡើង អូនមកទទួលបង សន្តិសុខនិយាយថាមានមនុស្សដឹងហើយបងចង់ឲ្យការរកស៊ីធ្វើមិនបានទេបានទេ មិនបានគឺមិនបានហើយបន្តមកបងផ្សេងយកផាប់មួយអូនធ្វើជាថៅកែ ចុះអីតែ បងត្រូវការលុយ20ម៉ឺនអូនប្រកាសជាគ្រប់គ្រងបង ចាស់ស្ទាបយកថាសម្លេងរបស់បងវិញនោះ ខាតលុយរហូតឈប់ធ្វើហើយពេលបងផ្សេងចុកផាប់មួយនោះហើយបងនៅជ្រៀងនៅខាងក្នុងចម្រៀងរបស់បងនឹងខួរកបាល់របស់អូនពួកយើងប្រកាសជាអាចរលុយបានច្រើន អីលេខ20ម៉ឺនពួកយើងមិននឹងអាចមានលុយច្រើនយ៉ាងនេះទេ ពួកយើងគ្មានតែបើអូន បា មាន ក់ខ្ញុំមានវាតែយ៉ាងម៉េចទេគឺគាត់មិនអាចឲ្យពួកយើងទេ លើកមុនគាត់បានឲ្យបងហើយ បាក់ខ្ញុំធ្លាប់ឲ្យលុយបងនៅពេលណាទេអី ញ៉ាំអី បងនិយាយថាបាក់ខ្ញុំឲ្យលុយបងតែពេលណាទេ ហើយខ្ញុំនិយាយពីរឿងលុយទៅតែពួកយើងទៅផ្ទះវិញមកអាយ៉ា អីបាក់តែទៅផ្ទះវិញអី ព្រឹកយ៉ាងនេះមកជូនពរឆ្នាំថ្មី តាប៉ាធ្លាប់ឲ្យលុយទៅវាតាមែនទេ ពីមុនប៉ាធ្លាប់ប្រាប់ឯងហើយប៉ុន្តែឯងមិនជឿ ហេតុអីក៏ប៉ាឲ្យលុយទៅគេអញ្ចឹង បើចង់គេចាស់ចេញពីឯងប៉ុន្តែគេយកលុយហើយបែរជាមិនគ្រប់សម្ដីមនុស្សអាក្រក់ឯងឃើញទុកគេជាកំណំ ប្រហែលទេ 100000 50000គេនៅសាញ់ថាតិចទៀត តាមកាត់កូនស្រីប៉ាមានតម្លៃតែ100000ទេលុយ100000នេះខ្ញុំប្រកាសជាសងប៉ាវិញម៉ាស៊ីនក៏មិនអាចខ្វះដែរ សងឯងសងយ៉ាងម៉េចទៅខាងរលួយរបស់ឯងត្រូវលក់បងឯងប្រហែលពាន់ចានទៅទើបសងលុយប៉ាបានសូម្បីតែចាំខ្លួនឯងមិនรู้ផង ទោះបីជាយ៉ាងណាខ្ញុំនឹងសងប៉ាវិញប៉ាទុកចិត្តចាស់ ពេលនេះឯងផ្សេងផ្សាប៉ាហើយឯងមានភ្នែកអត់ប្រស្រីប៉ាចិញ្ចឹមឯងធំយ៉ាងនេះហើយឯងទៅរៀនមហាវិទ្យាល័យទៀតឯងបែរជាចាស់ចេញពីផ្ទះសុខចិត្តរងទុកវេទនាជាមួយអាម្នាក់នោះហើយក៏មិនព្រមមកផ្ទះ មិន វិញ និយាយទៀតទេមិនថាខ្ញុំធ្វើការជ្រើសរើសអ្វីទេក៏ជាការជ្រើសរើសរបស់ខ្ញុំមិនតាក់ទងនឹងប៉ាទេ អ
ប្រពន្ធសម្លាញ់មួយប្រពេចភ្នែកគឺចូលឆ្នាំទៀតហើយជុំមិញបងញ៉ាំបាយជាមួយនឹងកូនពួកយើងញ៉ាំបាយបានសប្បាយពួកយើងគឺញ៉ាំបាយជុំគ្នាសប្បាយប៉ុន្តែគួរស្ដាយគឺគ្មានអូនប្រពន្ធសម្លាញ់បងគឺនឹកអូនលោកពូ ឯងមកទីនេះធ្វើអី ខ្ញុំកំពុងតែចាំពូខ្ញុំលើកអ៊ីវ៉ាន់និយាយថាថ្ងៃបង្កើតពូមួយសានមកក្មេង អ្នកណាចាំមកក្មេងឯងទៅចេញទៅ ខ្ញុំក៏ចង់គោរពតាមពាក្យសន្យាដែរតែខ្ញុំពិតជាមិនអាចចាកចេញពីអ៊ីវ៉ាន់បានទេខ្ញុំពិតជាស្រឡាញ់គេណា ឯងមិនអាចចាកចេញពីអ៊ីវិនឬមួយក៏មិនអាចចាកចេញពីលុយរបស់ខ្ញុំរាល់ថ្ងៃគឺតែចង់បានប្រយោជន៍ប៉ុន្តែខ្ញុំជឿថាគង់មានថ្ងៃណាមួយគេនឹងមើលឃើញមុខមាត់ពិតរបស់ឯង លោកពូបើខ្ញុំអន់ដូចជាលោកពូនិយាយមែនអ៊ីវ៉ាន់គឺមិនអាចនៅជាមួយខ្ញុំទេពូថាត្រូវទេ ពេលនេះអ៊ីវិនជាដេញមួយដុំឯងកំពុងតែផ្សាយផ្សាជាមួយខ្ញុំបើគេចាកចេញពីឯងវាជាថាខ្ញុំនិយាយត្រូវគេមើលមនុស្សខុសហើយ ល្អលើកនេះខ្ញុំប្រកាសជាអាចចាកចេញពីគេឲ្យតែពូឲ្យខ្ញុំចេញ20,000 ប៉ុន្តែឯងមិនអាចកុហកខ្ញុំទេ ខ្ញុំសុំស្បោះ អញមកនេះឯងលោតពីលើនឹងចុះទៅខ្ញុំឲ្យលុយឯង20,000ពេលឯងលោតចុះទៅហើយនោះខ្ញុំនឹងបន្លុយឲ្យឯងភ្លាម មិនបានចាញ់មកទៀតហើយ ខ្ញុំមកកំដៅលោក អ្នកណាឯងកំឡងខ្ញុំទៅយ៉ាងចង់ធ្វើអីឯងចូលមកយ៉ាងម៉េចបាន ខ្ញុំគឺរួចហើយខ្ញុំអាចមកធ្វើជាជំនួយការរបស់លោក ខ្ញុំត្រូវការទេជុំវិញ អញ្ចឹងខ្ញុំធ្វើអង្គរៈរបស់លោក ទីឯងប្រកែកໄວបញ្ចេញប្រមាណស្នេះទៅខ្ញុំមើលទៅ បងប្អូនខ្ញុំមិនត្រឹមតែការពារសុខភាពរបស់លោកទេខ្ញុំនឹងអាចដឹងពីគ្រោះថ្នាក់ទុកជាមុនគឺជួយឲ្យលោកគេចផុតពីគ្រោះថ្នាក់និងជំងឺអាសន្នរោគនិងគ្រឿងផ្ទុះជាដើមណា ប្រកែកលែងហ្នឹង នៅខាងក្រៅជាខ្ញុំបានដាក់ប្រទេសជីបដែលមានមុខងារច្រើនមួយប្រទេសឈ្មោះហៅថា MS100 វាមានសមត្ថភាពប្រយោជន៍ដល់ខ្លាំង ឯងថាមានក៏មាន បងបាញ់នេះវាលោកចូលទៅលោកពិតជាអាចឲ្យលុយគេមែនទេ ឯងតាមដានខ្ញុំហ៎ ខ្ញុំមិនបាច់តាមដានអីទេគឺឲ្យតែរឿងនេះវាកើតឡើងគឺរឿងឯកសារទូទៅមួយចំនួនគឺខ្ញុំអាចប្រើផ្នែករបស់ខ្ញុំមើលទាំងអស់ខ្ញុំសួរលោកហេតុអីពេលនោះលោកចង់យកលុយទៅបង្ខំឲ្យវិលចាក់ចេញពីកូនត្រីលោក មិនបានចាយដឹង លោកនៅប្រាប់វិលថាស្នេហាអាចទុកជាបាយយ៉ាងបានទេឯងភ្លេចថាខ្លួនឯងមានឋានៈជាអ្វីហើយ ឯងស្មានថាដឹងយីតាជាងជំនាញប្រមាណប៉ុនអាចធ្វើឲ្យកូនស្រីខ្ញុំរស់នៅក្នុងជីវិតបានសុខស្រួល លោកដឹងថាលោកនិយាយបែបនេះធ្វើឲ្យគេឈឺចាប់ដែរទេ ខ្ញុំដឹងហើយគឺរឿងប្រាប់ឯងព្រោះឯងជាប៉ាពួកតែមួយ ថ្ងៃកំណត់របស់លោកនៅឆ្នាំនោះគឺឆ្នាំ1973ខែ9គឺថ្ងៃទី20 ឯងចង់ដឹងរឿងហ្នឹងទេមិនពិបាកទេ អញ្ចឹងលោកសួរខ្ញុំអំពីរឿងមួយចំនួនដែលខ្ញុំមិនអាចដឹងទៅ ខ្ញុំនឹងប្រពន្ធខ្ញុំអត់ទៅលេងនៅលើសម្បត្តិពីពីតើមានប្រមាណទេខ្លាំងមិនចាញ់ទេ សូមកុំផ្ទះសាអីខ្ញុំត្រូវការពេលវេលាបន្តិច សិតតែខំទេ
អត្តលេខវិញបន្តិច1996 50 92 99ឆ្នាំ1996នៅខែ11ថ្ងៃទី2 និយាយពីម្ដងទៀត 1996 50 92 99 មិនបានចៃដែរ ខ្ញុំប្រាប់លោកឬទៅហើយខ្ញុំជាមនុស្សអនាគតកាល មិនឯងនោះទេណាឯងជានរណាទៅហើយដឹងរឿងរបស់ខ្ញុំច្រើននេះ ខ្ញុំប្រាប់លោកហើយនៅខាងក្រៅទៅជារបស់ខ្ញុំមានប្រទេសជាតិមួយហើយនេះហើយពេលនេះលោកជឿខ្ញុំខ្ញុំជាមនុស្សអនាគតកាលមែនណាអូយខ្ញុំជាមនុស្សអនាគតកាលលោកអត់ជឿខ្ញុំទេ ខ្ញុំបន្តភារកិច្ចមួយឯងបើឯងធ្វើបានសម្រេចខ្ញុំឯងនៅទីនេះ ភារកិច្ចស្អីទៅ ឯងធ្វើឲ្យស្លាប់ហើយរស់ឡើងវិញបានដែរទេ មិនបានទេខ្ញុំមិនជាទេវតាប៉ុន្តែខ្ញុំអាចសាកល្បងនាំលោកទៅអតីតកាលបាន ជាងនាំខ្ញុំទៅឆ្នាំ2003វិញ រៀងខ្លួនហើយយេ